ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបធ្វើឆាក្តៅសាច់មាន់ណាបងប្អូនសម្រាប់មុខម្ហូបនេះដែរគឺមានរសជាតិឆ្ងាញ់ហើយបើយើងយកទៅក្លែមឬក៏យកទៅញ៉ាំជាមួយបាយក៏បានដែរបងប្អូនហើយសម្រាប់គ្រឿងផ្សំមានដូចជាគល់ក្រីរំដេងល្មៀស្លឹកក្រូចសើចម្រះព្រៅហើយនិងសាច់មាន់បន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅដើម្បីធ្វើការរំលីងស្លឹកក្រូចជាមួយគល់ក្រីអីបងប្អូនចាបន្ទាប់ពីដាក់ខ្ទះហើយគឺខ្ញុំដាក់ខ្លាញ់ហ្នឹងគឺយើងប្រើមកក្នុងបរិមាណល្មមណាបងប្អូនបន្ទាប់មកនៅពេលដែលខ្លាញ់ក្តៅគឺខ្ញុំចាប់ផ្ដើមដាក់ចូលទៅជាមួយនឹងគល់ក្រីម្ដេងគ្រឿងហើយនឹងល្មៀតហើយនឹងខ្ទឹមសណាបងប្អូនចាបន្ទាប់មកគឺខ្ញុំលីងគ្រឿងទាំងអស់ហ្នឹងឲ្យឡើងក្រៀមបន្តិចហើយបានខ្ញុំដាក់ទៅជាមួយនឹងសាច់មាន់ចាហើយសម្រាប់ឆាក្តៅនេះដែរបងប្អូនយើងអាចជ្រើសរើសតាមប្រភេទសាច់ដែលបងប្អូនចូលចិត្តធ្វើអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺខ្ញុំលីងសាច់មាន់ជាមួយនឹងគល់ក្រីហ្នឹងចូលគ្នាឲ្យបានល្អសិនបងប្អូនមុននឹងយើងបន្ថែមទៅជាមួយនឹងគ្រឿងក្រៅណាបងប្អូនចានិយាយទៅឆាក្តៅនេះគឺយើងត្រូវធ្វើមិនក្តៅលីងគ្រឿងរបស់យើងនឹងឲ្យបានក្រៀមល្អណាបងប្អូនចាហើយសម្រាប់ឆាក្តៅនេះដែរបើបងប្អូនចូលចិត្តម្ទេសណាបងប្អូនអាចបន្ថែមទៅជាមួយនឹងម្ទេសហឹលបានណាបងប្អូនបន្ទាប់មកគឺខ្ញុំដាក់ទៅជាមួយនឹងគ្រឿងក្រៅតែម្ដងដែលមានដូចជាប៊ីចេងអំបិលស្ករសជាមួយនឹងទឹកត្រីហើយនឹងប្រេងខ្យងចានិយាយទៅប្រេងខ្យងយើងកុំចោលបងប្អូនព្រោះយើងបន្ថែមទៅជាមួយប្រេងខ្យងធ្វើឲ្យរសជាតិម្ហូបរបស់យើងកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនចាហើយសម្រាប់ប្រេងខ្យងនេះដែរគឺខ្ញុំប្រើនៅក្នុងបរិមាណតែល្មមជាមួយនឹងសាច់ហើយនឹងបន្លែរបស់យើងទេបងប្អូនចាហើយបន្ទាប់ពីខ្ញុំបានដាក់គ្រឿងក្រៅទាំងអស់ហ្នឹងចូលទៅហើយគឺខ្ញុំចាប់ផ្ដើមកូរគ្រឿងទាំងអស់ហ្នឹងឲ្យចូលសព្វជាមួយគ្នាបានល្អណាបងប្អូនចាហើយចំណែកសាច់មាន់គឺយើងត្រូវតែបំពងវាឲ្យរៀងក្រៀមបន្តិចទៅបងប្អូនចាបន្ទាប់មកគឺខ្ញុំគ្របដើម្បីឲ្យមាន់របស់យើងបានផុយល្អអញ្ចឹងណាបងប្អូនបានយើងអាចចាប់ផ្ដើមដាក់ទៅជាមួយនឹងម្រះព្រៅណាបងប្អូនបន្ទាប់មកនេះគឺខ្ញុំចាប់ផ្ដើមបើកគម្របដើម្បីម្លេងសាច់មាន់នឹងម្ដងទៀតចាបន្ទាប់ពីខ្ញុំបានឆាសាច់មាន់ទៅហើយម្ដងទៀតគឺខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងម្រះព្រៅបងប្អូនហើយសម្រាប់រសជាតិគឺបងប្អូនអាចភ្លក្សឬក៏ថែមថយទៅតាមចំណង់ចំណូលចិត្តបងប្អូនដែលចូលចិត្តរសជាតិដិតឬក៏ស្រាលអីបងប្អូនអាចថែមថយទៅតាមនឹងបានណាបងប្អូនចាឥឡូវនេះខ្ញុំបានដាក់ម្រះព្រៅហើយគឺខ្ញុំកូរចូលគ្នាតែមួយសពតទេបងប្អូនបន្ទាប់ពីហ្នឹងគឺម្ហូបយើងគឺបានរួចរាល់ហើយបងប្អូនគឺខ្ញុំចាប់ផ្ដើមដួសទៅដាក់ទៅលើចានតែម្ដងបងប្អូនចាឥឡូវនេះឆាក្តៅសាច់មាន់របស់ខ្ញុំគឺបានរួចរាល់ហើយបងប្អូនចាគឺតំណងខ្លាំងមែនតើណាបងប្អូនឥឡូវនេះខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ចាសូមអរគុណបងប្អូន